ចំការដងស្នេហ៍សូមស្វាគមន៍ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃនេះគឺគេល្បីចំការដងស្នេហ៍អញ្ចឹងហើយតាមឲ្យតាន់ trend របស់យុវវ័យបងប្អូនអញ្ចឹងនាងខ្ញុំយុវចាស់2នាក់នេះគឺទៅចូលមើលឲ្យហើយមើលតើនៅក្នុងចំការដងស្នេហ៍ហ្នឹងមានអ្វីខ្លះដែលត្រូវតាក់ទាញចិត្តរបស់ខ្ញុំនិងតាក់ទាញចិត្តរបស់អតិថិជនទាំងអស់គ្នាចាចូលទៅដល់ភ្លាមអ្វីដែលតាក់ចិត្តរបស់ខ្ញុំបានភ្លាមនោះគឺជាផ្កាចម្ប៉ានិងចំប៉ីដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់តែម្ដងបងប្អូនណាគេល្បីថាកន្លែងហ្នឹងស្អាតមែនបងប្អូននេះសិតតែផ្កាអូយក្រអូបទាំងអស់នេះផ្កាក្រអូបបងប្អូននេះផ្កាសនេះចំប៉ីសនេះក៏ក្រអូបមែនតែនមកនេះក្រអូបឈ្ងុយហ៎បងប្អូនអើយតោះទៅមុខជាមួយខ្ញុំទាំងអស់គ្នាថាចំការដងស្នេហ៍ហ្នឹងមានអីខ្លះនៅខាងក្នុងហ្នឹងបងប្អូនចំណតរថយន្តចំណតរថយន្តមកខាងនេះយ៉ាលយម៉ែមានសួនសត្វទៀតបងប្អូននេះសួនសត្វហើយតើចង់ដឹងថាសួនសត្វហ្នឹងក្នុងមានអីខ្លះបងប្អូនតោះទៅមើលទាំងអស់គ្នា let's go អូមានកង្កោកបងប្អូនតែកង្កោកនេះហើយជាពិសេសនោះទៀតគឺថាកងានហើយនឹងទាចាសត្វស្រុកឯងបងប្អូននេះសួនសត្វបងប្អូនសួនសត្វមានកង្កោកតែមិនទាន់ពេញវ័យឯកង្កោកនេះឯនេះមានសួនសត្វទៀតបងប្អូនតោះទៅមើលទាំងអស់គ្នាតើសួនសត្វនេះមានអ្វីខ្លះបងប្អូនចូលទៅមើលអាយ៉អូមានសត្វស្លាបបងប្អូននេះសេកអូយផ្អើលសត្វគេអស់ហើយមានសេកបងប្អូនមានសេកហើយមកខាងនេះវិញគឺទិនសាយបកាយស៊ីនេះបងប្អូនមានសួនសត្វហើយសត្វនេះគឺអត់ដឹងថាសត្វអីទេដូចជាទាខ្ញុំអត់ដឹងអីទេបងប្អូនដូចជាមន់តូអីមិនដឹងខ្ញុំអត់ដឹងដែរខាងនេះសេកអូយកុំហៅខ្លាំងពេកទៅឈប់រំខានហើយក៏ហៅចុះហៅឡើងយ៉ាងនេះចំការដងក្រអូបអូយស្អាតបងប្អូនអើយមើលនេះគេរៀបចំឌីហ្សាញស្អាតតែទោះបន្តិចនាងខ្ញុំមកហ្នឹងវាយប់ពេកគេថាម៉ោងវានេះមានលក់កាហ្វេអាហារដ្ឋានស្រះត្រីបន្ទប់ទឹកទៅខាងនេះបងប្អូននេះស្អាតទេបងប្អូនតាមពិតអើយប្រហែលជាមិនទាន់រៀបចំឲ្យ 100% ទេដឹងចាំមើលតិចទៀតស្អែកខ្ញុំមកមើលម្ដងទៀតនេះណែដងក្រអូបបងប្អូនទាំងឃ្លាហ្មងហើយគេមានកញ្ចុះគេនៅលើទឹកទេនេះមានកញ្ចុះហើយមានផលិតទៀតនោះអាយ៉ាមានផលិតមានរំចង់អីណាណៃទៀតនោះជាងកំពុងតែរៀបចំបងប្អូននេះជាងកំពុងតែរៀបចំឥឡូវបំវាយមកខាងនេះមើលមានអីខ្លះមានកន្លែងអង្គុយលេងមានផ្កាដ៏ស្រស់ស្អាតចាកន្លែងនេះខ្ញុំស្រឡាញ់ចំការដងស្នេហ៍និងកាហ្វេនិងអាហារដ្ឋាននេះបងប្អូននេះគេពងរៀបចំបងប្អូនប៉ុន្តែរៀបចំចេញមកគឺស្អាតទេបងប្អូនស្អាតទេនេះណែ I love you កន្លែងនេះមានស្រះឈូកបងប្អូនមានតែដើមឈូកតែអត់ទាន់ឃើញមានផ្កាមានកញ្ចុះគេនៅតាមចំការដងស្អាតបងប្អូនអូយនេះកញ្ចុះលើទឹកមានតោងក្មេងលេងតែមនុស្សចាស់សុំមកលេងមុនមានតោងក្មេងអង្គុយលេងតែមនុស្សចាស់សុំជិះមុនហើយបងប្អូនអត់បានឃើញម្ចាស់ថានៅទីណាទេតែសុំមកថតដោយសម្ងាត់សិនការស្អាតបងប្អូននេះហើយកញ្ចុះគេធ្វើលើទឹកតំណងដល់នេះអានេះមកលក្ខណៈរបៀប private របៀបគូសង្សារអីត្រូវហ្មងបងប្អូននេះត្រូវហ្មងចាំនាំសង្សារខ្ញុំមកដែរចំការដងកោពិតជាដងកោមែនបងប្អូនមើលជ្រុងគៀនណាក៏មានកដងសិតដើមដងសិតផ្លែដងហើយជាពិសេសគឺកញ្ចុះនៅលើទឹកតែម្ដងអត់មាននៅលើគោកគឺនៅលើទឹក